មកទល់ពេលនេះចំនួនករណីឆ្លងជំងឺគ្រុនផ្ដាសាយទូទាំងប្រទេសជប៉ុនបាននឹងកំពុងកើនឡើងគួរឲ្យព្រួយបារម្ភបើធៀបនឹងឆ្នាំមុនដោយកុមារគឺជាជនរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេបំផុតនេះបើតាម NHK ចេញផ្សាយកាលពីថ្ងៃអាទិត្យវិទ្យាស្ថានជប៉ុនទទួលបន្ទុកកិច្ចការសន្តិសុខសុខភាពនិយាយថាករណីឆ្លងជំងឺគ្រុនផ្ដាសាយចំនួន 196,895 ករណីត្រូវបានរាយការណ៍ដោយស្ថាប័នវិទ្យាសាស្ត្រប្រហែល 3,000 កន្លែងគិតមកទល់ថ្ងៃទី23 ខែវិច្ឆិកាតួលេខនេះហក់ឡើងប្រហែល 1.35 ដងបើធៀបនឹងរបាយការណ៍កន្លងមកយោងតាមក្រសួងសុខាភិបាលជប៉ុនករណីឆ្លងប្រចាំសប្តាហ៍គិតមកទល់ថ្ងៃទី9 ខែវិច្ឆិកាមានប្រហែល 80% នៃករណីឆ្លងជំងឺគ្រុនផ្ដាសាយចំនួន 84,183 ករណីកើតលើក្រុមមនុស្សមានអាយុក្រោម20ឆ្នាំពាក់ព័ន្ធនឹងរបាយការណ៍នេះសាស្ត្រាចារ្យផ្នែកជំងឺកុមារនៅសាកលវិទ្យាល័យ Niigata លោក Saito Akihiko និយាយថាមន្ទីរពេទ្យមួយចំនួននៅក្នុងទីក្រុងតូក្យូនិងខេត្ត Saitama បានខ្វះខាតគ្រែដោយសារចំនួនកុមារឆ្លងជំងឺគ្រុនផ្ដាសាយកំពុងសម្រាកនៅមន្ទីរពេទ្យកើនឡើងយ៉ាងគំហុកអ្នកខ្លះបានវិវត្តទៅជាជំងឺរលាកស្រោមខួរក្បាលហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាការឆ្លើយតបបន្ទាន់លោកសាស្ត្រាចារ្យផ្នែកជំងឺកុមាររូបនេះកំពុងអំពាវនាវឲ្យបណ្ដាសាលារៀននានារក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនធ្វើយ៉ាងណាមានខ្យល់បរិសុទ្ធចេញចូលក្នុងថ្នាក់រៀននិងទទូចឲ្យប្រជាជនពាក់ម៉ាស់នៅទីកន្លែងដែលមានមនុស្សម្នាច្រើនលាងដៃឲ្យបានញឹកញាប់និងទទួលថ្នាំបង្ការដើម្បីការពារជំងឺគ្រុនផ្ដាសាយកុំឲ្យវិវត្តទៅជាជំងឺធ្ងន់ធ្ងរ